កូរ៉េខាងត្បូងអូស្ត្រាលីនិងបារាំងនៅថ្ងៃនេះបានចេញមុខអំពាវនាវឲ្យប្រទេសថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីការពារអាយុជីវិតជនស៊ីវិលប្រិមត្តទស្សនិកជនជាទីមេត្រីយើងទៅបន្តតាមដានព័ត៌មានដែលតាក់ទងទៅនឹងអំពើឈ្លានពានរបស់ថៃមកលើកម្ពុជាគិតត្រឹមល្ងាចថ្ងៃទី24ខែធ្នូឆ្នាំ2025នេះយោធាថៃបានបង្កការឈ្លានពានមកលើកម្ពុជាកាន់តែខ្លាំងក្លានិងកាចសាហាវទ្វេដងដោយបានបញ្ចេញសពាវុធទំនើបជាបន្តបន្ទាប់នៅថ្ងៃនេះយោធាថៃបានបញ្ចេញយន្តហោះមួយប្រភេទដែលមានឈ្មោះថា T-50TH ដែលយន្តហោះនេះគឺថៃបានទិញពីប្រទេសកូរ៉េខាងត្បូងដោយយកបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកដែលថៃបានប្រើប្រាស់យន្តហោះនេះដើម្បីទម្លាក់គ្រាប់បែកនៅស្រុកបាណន់នៃខេត្តបាត់ដំបងបង្កឲ្យប្រជាពលរដ្ឋសិស្សសាលាដែលកំពុងរៀនសូត្រមានការជម្លៀសជាបន្ទាន់នៅព្រឹកមិញនេះសកម្មភាពយោធាថៃដែលបង្កការគំរាមកំហែងចូលជ្រៅទៅក្នុងទឹកដីកម្ពុជានេះគឺបង្កជាក្តីព្រួយបារម្ភជាទីបំផុតសម្រាប់សុខសុវត្ថិភាពប្រជាជនកម្ពុជាទន្ទឹមនឹងនោះដែរយើងឃើញបណ្ដាប្រទេសនានាជាច្រើននៅលើពិភពលោកទាំងមហាអំណាចក៏ដូចជាប្រទេសអភិវឌ្ឍនៅក្នុងតំបន់មួយចំនួនបានចេញមុខមកអំពាវនាវឲ្យប្រទេសថៃក៏ដូចជាកម្ពុជាបញ្ឈប់ការបាញ់គ្នាហើយងាកមកអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនិងអនុវត្តទៅតាមយន្តការរបស់អាស៊ានប្រិមត្តទស្សនិកជននៅថ្ងៃនេះផងដែរយើងឃើញថាមានប្រទេសចំនួន3ដែលជាប្រទេសដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើពិភពលោកអាចនិយាយបានថាគឺជាប្រទេសមួយបាទដែលមានទឹកមាត់ប្រៃដែរបាទនោះគឺដូចជាកូរ៉េខាងត្បូងបាទមានអូស្ត្រាលីហើយនិងមានបារាំងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះបាទគឺបានចេញសេចក្តីអំពាវនាវបាទឲ្យមានការឈប់បាញ់ជាបន្ទាន់បាទតាមរយៈរដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី23ខែធ្នូនេះបានជំរុញឲ្យកម្ពុជានិងថៃដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីតាមរយៈការសន្ទនាឲ្យបានឆាប់តាមតែអាចធ្វើទៅបានកូរ៉េខាងត្បូងជំរុញឲ្យភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹងនៃការប៉ះទង្គិចគ្នានៃកម្លាំងប្រដាប់អាវុធនៅតាមព្រំដែនដែលបានបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើនអ្នកនេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោកផាក់អ៊ីលដែលបានមានប្រសាសន៍នៅក្នុងការអត្ថាធិប្បាយមួយថាកូរ៉េពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបន្ធូរបន្ថយភាពតានតឹងនិងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពនេះរដ្ឋាភិបាលកូរ៉េជំរុញឲ្យកម្ពុជានិងថៃដោះស្រាយស្ថានភាពដោយសន្តិវិធីតាមរយៈការសន្ទនាឲ្យបានឆាប់តាមតែអាចធ្វើទៅបានបាទប្រិមិត្តនេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងក៏ប៉ុន្តែនៅថ្ងៃនេះប្រជាជនកម្ពុជាគឺកំពុងតែឈឺចាប់ដោយសារតែថៃប្រើប្រាស់យន្តហោះ T-50TH បាទដែលជាយន្តហោះថៃទិញពីកូរ៉េខាងត្បូងបាទដោយយកបច្ចេកវិទ្យាដោយផលិតតាមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនេះមកលើភូមិឋានប្រជាជនបាទនៅខាងស្រុកបាណន់បាទគឺនៅតំបន់ភ្នំសំពៅបាទក្នុងស្រុកបាណន់នៃខេត្តបាត់ដំបងធ្វើឲ្យសិស្សសាលាកំពុងតែរៀនសូត្ររត់ប្រសេកប្រសាចនិងបង្កការភ័យខ្លាចដល់ប្រជាជនកម្ពុជាកាន់តែខ្លាំងបាទហើយកម្ពុជាបាទក៏សូមឲ្យកូរ៉េខាងត្បូងនេះបាទបន្តដាក់សម្ពាធបាទទៅលើយោធាថៃបាទជាពិសេសនោះគឺតាក់ទងទៅនឹងការប្រើប្រាស់យន្តហោះកូរ៉េខាងត្បូងនឹងតែម្ដងបាទថាតើកូរ៉េខាងត្បូងអាចហាមឃាត់កុំឲ្យថៃប្រើប្រាស់យន្តហោះចម្បាំងនេះដែរឬទេពីព្រោះវាគឺពិតជាគ្រោះថ្នាក់មែនទែនបាទចំណែកឯប្រទេសអូស្ត្រាលីវិញបាទនៅថ្ងៃនេះរដ្ឋាភិបាលអូស្ត្រាលីក៏បានអំពាវនាវឲ្យភាគីកម្ពុជាថៃចរចាគ្នាបាទដើម្បីបញ្ចប់ចំនួនព្រំដែនដែលកំពុងតែតានតឹងនេះរដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី24ខែធ្នូនេះអំពីចំនួនព្រំដែនកម្ពុជាថៃដែលកំពុងតែតានតឹងដោយសារថៃបានវាយប្រហារឥតបងអង្គដៃបើទោះបីជាសហគមន៍អន្តរជាតិអំពាវនាវឲ្យឈប់ប្រយុទ្ធគ្នាដោយប្រដាប់អាវុធនិងងាកទៅរកការចរចាក៏ដោយការចេញសេចក្តីថ្លែងការណ៍របស់អូស្ត្រាលីបានកើតឡើងតែ2ថ្ងៃប៉ុណ្ណោះបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានទើបបញ្ចប់កាលពីថ្ងៃទី22ខែធ្នូដោយបានដាក់ចេញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ានឲ្យវិលទៅរកការចរចាដោយសន្តិវិធីនិងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរគឺកម្ពុជាថៃបានចុះហត្ថលេខាកន្លងទៅនៅក្នុងសេចក្តីថ្លែងការណ៍នោះរដ្ឋាភិបាលអូស្ត្រាលីបានសរសេរថារដ្ឋាភិបាលអូស្ត្រាលីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចយោធារវាងកម្ពុជាថៃដែលកំពុងតែកើតឡើងរួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំនៃភាពតានតឹងនៃចំនួនការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញធនធ្ងន់និងផលប៉ះពាល់មនុស្សធម៌ដែលកំពុងតែកើតមានចំពោះភាគីទាំងពីររដ្ឋាភិបាលអូស្ត្រាលីក៏បានបន្ថែមថាយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារដែលបាត់បង់ជីវិតហើយសូមអំពាវនាវឲ្យភាគីទាំងពីរធានាបាននូវការការពារសុវត្ថិភាពជនស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបេតិកភណ្ឌវប្បធម៌
បាទប្រិមិត្តយើងឃើញហើយថាថៃគឺពិតជាបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរមែនទែនបាទទៅដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណស្ពានសាលារៀនមន្ទីរពេទ្យបាទវត្តអារាមដែលទាំងអស់នេះគឺជាអ ுக ្រិតកម្មសង្គ្រាមបាទដែលថៃបាទត្រូវតែទទួលខុសត្រូវបាទដោយសារតែថៃគឺជាអ្នកចាប់ផ្ដើមសង្គ្រាមមុនបាទនេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំដែលបានអង្កេតយ៉ាងយកចិត្តទុកដាក់បាទទៅលើបញ្ហាចំនួនកម្ពុជាថៃនេះបាទដោយសារតែថៃនឹងគឺដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរហើយគឺជាភាគីដែលចាប់ផ្ដើមបង្កសង្គ្រាមមកលើកម្ពុជាប្រិមិត្តបាទនេះគឺជាប្រតិកម្មបាទរបស់ខាងរដ្ឋាភិបាលអូស្ត្រាលីចំណែកឯនៅថ្ងៃនេះដែរយើងក៏ឃើញមានប្រតិកម្មពីប្រទេសបារាំងដែរបាទយើងឃើញថាប្រទេសបារាំងក៏ជាតួអង្គមួយដ៏សំខាន់បាទនៅក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាផងដែរជាពិសេសនោះគឺបារាំងនេះហើយដែលជាម្ចាស់អាណានិគមលើកម្ពុជាហើយបារាំងនិងសៀមគឺមានសន្ធិសញ្ញាជាមួយគ្នាបាទតាក់ទងទៅនឹងព្រំដែនរវាងថៃនិងកម្ពុជានេះបាទយើងឃើញថានៅថ្ងៃនេះបាទលោកហ្សង់ណូអែលបាទលោកហ្សង់ណូអែលបារ៉ូរដ្ឋមន្ត្រីអឺរ៉ុបនិងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យកម្ពុជានិងថៃមានបទឈប់បាញ់មួយភ្លាមៗបាទនេះបើតាមការចេញផ្សាយរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅថ្ងៃទី24ខែធ្នូឆ្នាំ2025នេះសេចក្តីថ្លែងការណ៍ដែលបង្ហោះដោយស្ថានទូតបារាំងមានខ្លឹមសារថាចំនួនរវាងប្រទេសកម្ពុជានិងប្រទេសថៃបានបង្កឲ្យមានការជម្លៀសប្រជាជនប្រមាណជា1លាននាក់រួចមកហើយខ្ញុំបានតាក់ទងតាមទូរស័ព្ទទៅសមាភិកីកម្ពុជានិងថៃដើម្បីជំរុញឲ្យមានបទឈប់បាញ់មួយភ្លាមៗសន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវនិងជារភាពអាចទទួលយកបានតែតាមរយៈការចរចាប៉ុណ្ណោះដោយឡែកបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជានៅក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមប្រាក់សុខុនកាលពីរសៀលថ្ងៃទី23ខែធ្នូកន្លងទៅនេះលោកហ្សង់ណូអែលបារ៉ូបានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជាថៃដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី22ខែធ្នូ2025នៅទីក្រុងកូឡាឡាំពួរបាទអញ្ចឹងនេះគឺជាជំហររបស់រដ្ឋាភិបាលបារាំងបាទដែលមានបំណងបាទចូលរួមនៅក្នុងការបិទបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃនេះដែរបាទក្រៅពីនោះដែរបាទយើងឃើញថាមានបណ្ដាប្រទេសបាទជាច្រើនទៀតបានចូលរួមបាទមានឆន្ទៈបាទនៅក្នុងការចូលរួមពន្លត់ភ្លើងសង្គ្រាមបាទដែលថៃឈ្លានពានកម្ពុជានេះបាទដោយក្នុងនោះយើងឃើញមានសហរដ្ឋអាមេរិកបាទមានចិនមានវៀតណាមបាទមានម៉ាឡេស៊ីបាទមានបារាំងបាទមានកូរ៉េខាងត្បូងបាទក៏ដូចជាមានអូស្ត្រាលីបាទហើយសហគមន៍អឺរ៉ុបបាទក៏សម្ដែងបាទនៅសហគមន៍អឺរ៉ុបបាទគឺបដិញ្ញានៅក្នុងការជួយដល់ភាគីទាំងពីរដែរតាមរយៈការប្រើប្រាស់ផ្កាយរណបបាទឃ្លាំមើលចំពោះសកម្មភាពនៃការបង្កហេតុបាទរបស់ភាគីណាមួយបាទទាំងអស់នេះគឺជាឆន្ទៈបាទរបស់អន្តរជាតិនៅក្នុងការបញ្ចប់បញ្ហាថៃឈ្លានពានកម្ពុជាក៏ប៉ុន្តែយើងឃើញថារហូតមកដល់ពេលនេះបាទថៃនៅតែមិនទាន់បាទធ្វើតាមការអំពាវនាវរបស់អន្តរជាតិទេដោយរឹតតែបន្តការគំរាមកំហែងមកលើកម្ពុជាកាន់តែខ្លាំងជាពិសេសនោះគឺតាក់ទងទៅនឹងការប្រើប្រាស់អាវុធបាទកាន់តែទំនើបហើយបាញ់ចូលមកក្នុងហើយបាញ់ចូលជ្រៅចូលទឹកដីកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃបាទកាន់តែធ្ងន់ធ្ងរតែម្ដងប្រិមិត្តដែលចំណុចទាំងអស់នេះគឺសបញ្ជាក់ឲ្យឃើញថាថៃគឺពិតជាផ្កើនទៅនឹងច្បាប់អន្តរជាតិដោយអាងថាជាប្រទេសធំបាទអាចឈ្លានពានបាទគឺប្រើប្រាស់កម្លាំងដើម្បីឈ្លានពានប្រទេសតូចដូចជាកម្ពុជានេះបាទនៅផ្ទៃក្នុងនៃប្រទេសថៃឯនោះវិញបាទយើងក៏បានឃើញផងដែរបាទតាក់ទងទៅនឹងការខកចិត្តរបស់មេបកប្រឆាំងថៃគឺបកប្រជាជនបាទដែលកន្លងទៅមេបកប្រឆាំងថៃនេះបានគ្រប់គ្រងអនុทินឆានវរៈគុលឲ្យคล้ายទៅជានាយករដ្ឋមន្ត្រីថៃបាទក្នុងរយៈពេល4ខែដោយគេសន្យាថាបាទនឹងរំលាយសភាពដើម្បីបោះឆ្នោតឡើងវិញបាទក៏ប៉ុន្តែនៅពេលដែលអនុทินឆានវរៈគុលនេះបាទបានឡើងកាន់អំណាចភ្លាមបាទអនុทินក៏បានក្បត់បាទជាមួយនឹងបកប្រជាជនដែលជាបកប្រឆាំងថៃនឹងដោយអនុทินឆានវរៈគុលបាទងាកទៅគ្រប់គ្រងបាទក្រមយោធាអភិរក្សនិយមដែលមានស្ដេចនៅពីក្រោយបាទហើយធ្វើតាមយោធាដើម្បីបង្កើនប្រជាប្រិយភាពបាទដោយមិនខ្វល់អំពីអ្វីដែលបានសន្យាជាមួយនឹងបកប្រជាជនបាទថានឹងមានការជជែកអំពីការកែប្រែបាទរដ្ឋធម្មនុញ្ញតាក់ទងទៅនឹងការកាត់បន្ថយអំណាចស្ដេចបាទក៏ដូចជាការរំលាយសភារៀបចំការបោះឆ្នោតឡើងវិញនោះបាទហើយមេបកប្រឆាំងថៃរូបនេះបាទថែមទាំងបាននិយាយថាគេនឹងមិនបោះឆ្នោតគ្រប់គ្រងអនុทินឆានវរៈគុលបាទឲ្យក្លាយជានាយករដ្ឋមន្ត្រីទៀតទេបាទក្រោយពេលដែលលទ្ធផលបោះឆ្នោតជាផ្លូវការបានចេញមកនេះបាទដោយគេបាននិយាយថាគេនឹងមិនមានការបោះឆ្នោតគ្រប់គ្រងអនុทินឆានវរៈគុលបាទឲ្យក្លាយជានាយករដ្ឋមន្ត្រីថៃទៀតនោះទេ
អ្នកវិភាគបញ្ហាអន្តរជាតិលោកបណ្ឌិតសងហ្វ្រង់ស្វតាន់ដែលបច្ចុប្បន្ននេះគឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានវិភាគអំពីសង្គ្រាមឈ្លានពានថៃកម្ពុជានេះដោយលោកបានលើកឡើងថាកម្ពុជាមិនអាចចាញ់ថៃមិនអាចឈ្នះលោកសងហ្វ្រង់ស្វតាន់បានលើកឡើងថា23ថ្ងៃក្រោយពីផ្ដើមវាយលុកលើទឹកដីខ្មែរនៅបណ្ដោយព្រំដែនប្រវែងជាង800គីឡូម៉ែត្រកងទ័ពថៃវាន់ជើងក្នុងសង្គ្រាមរ៉ាំរ៉ៃគឺជាសង្គ្រាមលែនដ្ឋានដោយចម្បាំងនៅ Verdun ក្នុងឆ្នាំ1916កាលសម័យសង្គ្រាមលោកលើកទី1ចេញពីលានដ្ឋានវាយសម្រុកយកបានទីតាំងមួយកន្លែងតែមិនយូរឡើយត្រូវបានវាយរុញច្រានវិញរួចហើយបាក់ទ័ពនាំគ្នារត់ចូលលានដ្ឋានវិញនិយាយបែបផ្សេងថៃឈ្លានពានមិនឈ្នះបានយូរកម្ពុជាការពារទឹកដីដោយមិនចោះចាញ់ក៏ប៉ុន្តែបើតាមលោកសងហ្វ្រង់ស្វតាន់សង្គ្រាមនេះបន្តសម្លាប់យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូននៃប្រជាជាតិថៃនិងជាកុលបុត្រនៃប្រជាជាតិកម្ពុជា